ក្នុងតម្រូវចិត្តរបស់ពុកម៉ែបងប្អូនតើចង់ឲ្យផលិតផលខ្មែរមានគុណភាពឬក៏គ្មានគុណភាពឲ្យពិតប្រាកដឥឡូវនេះនិយាយទៅគឺមានអារម្មណ៍ថាមិនដឹងថាត្រូវធ្វើយ៉ាងណាឲ្យវាត្រូវចិត្តណាខំផលិតមកមានគុណភាពសង្ស័យថាមិនមែនផលិតនៅខ្មែរទេដល់ពេលផលិតអត់មានគុណភាពថាឃើញផលិតផលខ្មែរអត់មានគុណភាពចឹងអញ្ចឹងចង់ឲ្យគេគ្រប់គ្រងហើយតែទៅពេលគ្នាផលិតមានគុណភាពហើយសង្ស័យថាមិនមែនផលិតនៅខ្មែរទេគិតអីរាល់ថ្ងៃគិតថាខ្មែរវាគ្មានសមត្ថភាពដល់ថ្នាក់ហ្នឹងមែនហើយតែរំពឹងឲ្យជនបរទេសណាមកគ្រប់គ្រងបើប្រជាជនខ្លួនឯងមិនទាំងជឿថាខ្មែរមានសមត្ថភាពធ្វើបានផងហ្នឹងណាបញ្ជាក់ឲ្យថាពីមុនគឺលក់របស់ថៃប្រភេទខ្លងនេះណាចាយូរឆ្នាំហើយតែឥឡូវតាំងពីពេលដែលមានបញ្ហាខាងក្រុមហ៊ុនបានធ្វើការស្វែងរករោងចក្រឲ្យផលិតបានហើយនៅក្នុងស្រុកខ្មែរមានអ្នកមិនជឿទៀតដោយសារអីគុណភាពវាល្អពេកតើដូចពេកគុណភាពល្អពេកថាមិនជឿថាខ្មែរផលិតបានគិតអីរាល់ថ្ងៃក្នុងខ្លួនគិតអីរាល់ថ្ងៃនេះអត់យល់ជឿថាខ្មែរមិនអាចធ្វើបានក៏មិនសុខគិតជឿថាខ្មែរធ្វើបានដែរអត់យល់ទេអាណិតរោងចក្រក្នុងស្រុកខំចង់បែកខ្យល់ងាប់ឯងដល់ពេលផលិតមកហើយបានគុណភាពល្អហើយប្រជាជនអត់ជឿវិញគិតថាយកសាច់ឆ្នាំពីគេមកច្រកទាំងដែលបង្ហាញសពគ្រប់បែបយ៉ាងតាំងពីទីតាំងរោងចក្រសកម្មភាពនៅក្នុងរោងចក្រផ្ទាល់ផលិតផលបង្ហាញសារធាតុផ្សំសពគ្រប់បែបយ៉ាងអត់ជឿទេនៅតែមានការសង្ស័យថាមិនមែនផលិតនៅក្នុងស្រុកទេដោយសារតែគុណភាពល្អពេកអត់និយាយចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាមកថ្មីមិនថារលាកចាញ់ថ្មីរាក់ស៊ីថ្មីឈាមតាមជើងថ្មីពុកថ្មីស្រាវថ្មីឈឺថ្មីហាមតាមជើងថ្មីកំណត់កំបោរកាហ្វេតាមបរិយជាពិសេសគឺបញ្ហាក្លិនមាត់ស្អុយអាចធ្វើការជ្រើសរើសប្រើប្រាស់ជំនួយផលិតផលថ្នាំអត់ថ្មីអសបរានខ្មែរបូបូរបស់យើងបានថ្នាំអត់ថ្មីអសបរានខ្មែរបូបូជាថ្នាំអត់ថ្មីប្រភេទក្លងដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ2017គ្រាន់តែពីមុនគឺឈ្មោះថ្នាំអត់ថ្មីបៃផូខាផលិតក្នុងប្រទេសថៃបច្ចុប្បន្នខាងក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូររោងចក្រមកផលិតក្នុងប្រទេសកម្ពុជារបស់យើងវិញប្រូឈ្មោះទៅជាថ្នាំអត់ថ្មីអសបរានខ្មែរបូបូបរិមាណប្រើប្រាស់ប៉ុនគ្រាប់សណ្ដែកដដែល